Ôi, tao ngày năng dùng một riêng bị nghỉ nghỉ nó không bị sóng lấy hỏi video này cứ xung rạp để nè đại riêng bị sóng lấy tập bốn cứ lỗ bùng phật cái dùng năng practiceการไปจังสำเร็จในเปียสำคัญได้แต่ต้องตอนนั้นเปียโอเคในขนมวิดีโอนั่นไงโอเคจังยืนหนึ่งจับประดามปีตีมวยโอเคปีตีมวยเดี๋ยวยังเคยในเลยเอกรองนั้นคือยังเมียน marriage marriage โอเคจัง marriage មានន័យថាអពាហ៍ពិពាហ៍អូខេនៅក្នុងភាសាខ្មែរយើងគឺអពាហ៍ពិពាហ៍អូខេ marriage 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 អូខេចឹងហើយអូខេហើយពាក្យបន្ទាប់គឺយើងមាន the wedding អូខេ the wedding the wedding អូខេដែល the wedding មានន័យថាពិធីមង្គលការចឹងអត្ថន័យវាដូចគ្នាទៅនឹង marriage ដែរទេប៉ុន្តែគាត់ថាយើងប្រើពាក្យផ្សេងគ្នាអញ្ចឹងណាមួយគឺអាពាហ៍ពិពាហ៍មួយទៀតគឺពិធីមង្គលការហើយនៅក្នុងភាសាអង់គ្លេសក៏ដូចគ្នាដែរអូខេមួយគឺ marriage មួយទៀតគឺ the wedding អូខេ the wedding អូខេអញ្ចឹង the wedding the wedding the wedding អូខេអូខេ next គឺយើងមាន single single អូខេ single អូខេពាក្យហ្នឹងគឺពេញនិយមហើយយើងភាគច្រើនយើងឃើញគេប្រើច្រើននៅក្នុងបណ្ដាញសង្គមអញ្ចឹង single single គឺប្រែថានៅ live អញ្ចឹងណាអូខេ single single អូខេអញ្ចឹងហើយអូខេហើយយើងពាក្យបន្ទាប់គឺយើងមាន marry marry អូខេ marry ពាក្យថា marry ហ្នឹងមានន័យថារៀបការអូខេវាជា verb វាជាកិរិយាសព្ទអញ្ចឹងយើងអានថា marry 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 អូខេអញ្ចឹងហើយយើងអាចនិយាយជាប្រយោគជាមួយពាក្យ marry ហ្នឹងគឺយើងអាចនិយាយថា will you marry me will you marry me គេដែលមានន័យថាតើអ្នកនឹងរៀបការជាមួយខ្ញុំទេអញ្ចឹងណាដល់ពេលយើងសួរនរណាម្នាក់តើគេរៀបការមួយយើងដែរអត់អញ្ចឹងយើងអាចនិយាយថា will you marry me will you marry me គេអញ្ចឹងហើយអូខេ clear បន្ទាប់គឺយើងមាន get married អូខេ get married get married អូខេ clear get married ហ្នឹងគឺប្រែថារៀបការអូខេអញ្ចឹង marry មិញគឺប្រែរៀបការដែរប៉ុន្តែវាជាកិរិយាសព្ទហើយ get married វាគឺជា clear ដែលគេតែនិយាយថា she got married អូខេ or she gets married អញ្ចឹងណាមាននាងរៀបការអូខេអញ្ចឹង get married get married អូខេអញ្ចឹងហើយអូខេពាក្យបន្ទាប់គឺយើងមាន bride 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 អូខេពាក្យ bride គេគឺមានន័យថាកូនក្រមុំអូខេអញ្ចឹងយើងមើលសិញបើរះប្រអាយអា AI ហ្នឹងគឺស្រៈអាយហើយទៅនឹង the អញ្ចឹងបើរះប្រអាយ bride 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 អញ្ចឹងហើយអូខេប្រែថាកូនក្រមុំអូខេបន្ទាប់ពីកូនក្រមុំហើយគឺយើងមើលពាក្យកូនកំឡោះអូខេកូនកំឡោះនៅក្នុងភាសាអង់គ្លេសគឺគេនិយាយថា groom groom អូខេ groom groom អញ្ចឹងហើយអញ្ចឹងកះរះក្រះអាសញ្ញាអក្សរ U ហើយសញ្ញាចុច2ហ្នឹងគឺស្រៈ U ហើយទៅនឹងមោះអញ្ចឹងយើងអានថា groom 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 អញ្ចឹងហើយគឺមានន័យថាកូនកំឡោះអូខេអូខេយើងមានពាក្យមួយទៅតទៅនឹងអាពាហ៍ពិពាហ៍ដែរគឺនិយាយថា honeymoon honeymoon អូខេដែលពាក្យ honeymoon គឺមានន័យថាក្រេបទឹកឃ្មុំអញ្ចឹងណាមានដំណើរកំសាន្តបន្ទាប់ពីរៀបការហើយអាហ្នឹងគឺគេហៅថា honeymoon ហើយគេអញ្ចឹង honeymoon 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 អូខេយើងស្កត់សម្លេងទៅលើព្យាង្គទី1គឺពាក្យ hun អញ្ចឹងណាគឺ honeymoon honeymoon អញ្ចឹងឯងគេប្រែថាក្រេបទឹកឃ្មុំអូខេយើងមាន clear មួយគឺមានន័យថា have a baby គេ have a baby clear ថា have a baby មានន័យមានគរឬក៏មានកូនអញ្ចឹងណាគេហ្នឹងគឺ have a baby អូខេមាននៅពេលដែលយើងឆ្លងតលេគេនៅពេលដែលនរណាម្នាក់គាត់ឆ្លងតលេគឺយើងនិយាយថា she has a baby ឬក៏ she had a baby អញ្ចឹងណា
អូខេអាហ្នឹងគឺនៅពេលដែលឆ្លងទន្លេគេយើងប្រើ clear have a baby have a baby ចឹងឯងចឹងយើងអាចនិយាយថាមានកូនឬក៏ឆ្លងទន្លេចឹងទៅបើពាក្យមានគួរឬក៏មានផ្ទៃពោះគេយើងប្រើពាក្យផ្សេងទៀតគេកន្លែងហ្នឹងណាអូខេយើងមាន clear មួយទៀតដែរយើងនិយាយថា call him or her call him or her នៅពេលយើងនិយាយថា call him how do we call him គេមានតើយើងដាក់ឈ្មោះគាត់យ៉ាងម៉េចចឹងណា him or her សំដៅទៅលើមនុស្សប្រុសឬមនុស្សស្រីចឹង call ឡើងហ្នឹងគឺយើងសំដៅទៅលើទារកនៅពេលដែលយើង call ទារកហ្នឹងអ្វីមួយគឺយើងដាក់ឈ្មោះឲ្យគាត់បែបហ្នឹងគេចឹងណាគឺយើងអាចនិយាយថាដាក់ឈ្មោះកូនចឹងណាចឹង call him or her បើសិនជាកូនប្រុសយើងនិយាយថា call him តារា call him ពិសិដ្ឋអញ្ចឹងទៅគេឬក៏មនុស្សស្រីកូនស្រីគេយើងថា her call her ពិសី call her Marie something like that អញ្ចឹងមានដាក់ឈ្មោះឲ្យនាងឬក៏គាត់អីចឹងទៅអញ្ចឹង call him or call her អូខេចឹងហើយអូខេយើងមានពាក្យមួយទៀតគឺយើងមានពាក្យ separated អូខេ separated អូខេពាក្យហ្នឹងមាន4ព្យាង្គហើយយើងស្កត់ទៅលើព្យាង្គទី1គឺពាក្យ sep ចឹងណាចឹងs s s p sep p p a r p r a re ចឹងអាសញ្ញាអក្សរ e i ហ្នឹងគឺស្រៈ a ហើយយើងថi d tit ចឹងយើងអានថា separated ចឹងមានន័យថាបែកបាក់គ្នាគេនៅពេលដែលប្តីប្រពន្ធគាត់ separated មានគាត់បែកបាក់គ្នាគេកន្លែងហ្នឹងគឺយើងអាចនិយាយថា they are separated អញ្ចឹងទៅអូខេអញ្ចឹងពាក្យគឺ separated គេបែកបាក់គ្នាអូខេយើងមានពាក្យមួយទៀតដែរដែលវាន័យដូចគ្នាទៅនឹងពាក្យ separated គឺយើងមានពាក្យ divorced អូខេអញ្ចឹង divorced ដែលយើងប្រែថាលែងលះអូខេហើយពាក្យហ្នឹងមាន2ព្យាង្គគឺ di ហើយនិង worst ហើយយើងស្កត់ទៅលើព្យាង្គទី1ទី2គឺ worst អញ្ចឹងណាអញ្ចឹង divorced អូខេប្រែថាលែងលះអញ្ចឹងណាអូខេហើយយើងមានពាក្យមួយទៀតគឺតកតងទៅនឹងអូខេបន្ទាប់ពីនរណាម្នាក់គាត់ divorced ឬក៏ separated អញ្ចឹងទៅគាត់យើងអាចនិយាយថា widowed អូខេអញ្ចឹងពាក្យ widow គឺមានន័យថាមេម៉ាយអូខេអញ្ចឹង widow ចឹងហើយយើងហៅថា widow គេយើងស្កត់សំឡេងទៅលើព្យាង្គទី1គឺពាក្យ widowed គេឡើយនេះដោះ o សញ្ញាហ្នឹងគឺស្រៈ o ហើយទៅនឹងដោះមួយទៀតអញ្ចឹងដោះ o ដោះ widowed ចឹងហើយគេប្រែថាមេម៉ាយអូខេហើយយើងមានពាក្យចុងក្រោយជាមួយវីដេអូហ្នឹងគឺយើងមានពាក្យ birthday អូខេពាក្យហ្នឹងគឺពេញនិយមដែរអូខេដោយក្មេងៗនៅពេលដែលដល់ថ្ងៃដែលគាត់កើតអញ្ចឹងទៅគេធ្វើ birthday អញ្ចឹងណាអូខេអញ្ចឹងយើងប្រែថាថ្ងៃកំណើតអូខេថ្ងៃកំណើតអូខេ birthday អូខេអញ្ចឹងយើងស្កត់ទៅលើព្យាង្គទី1គឺ birthday អូខេអញ្ចឹងហើយ